សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿង E-commerce បន្តទៀតតែមុននឹងបន្តសាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាតោះទៅតាមដានសាច់រឿងបន្តទាំងអស់គ្នាសារីវគ្គនេះគឺចាប់ផ្ដើមឡើងនៅពេលដែលមូមេកំពុងតែណែនាំប៊ីបាអាម៉ាតូរីគឺជាបងប្រុសរបស់នាងទៅកាន់អ្នកនាងអាយ៉ាមេហើយនៅពេលនោះទៅយល់ដឹងថាតាមពិតប៊ីបាម្នាក់នេះមិនមែនជាបងប្រុសបង្ការរបស់មូមេទេគ្រាន់តែនាងចាត់ទុកគេគឺជាបងប្រុសហើយគណៈពួកគេកំពុងតែដើរឆ្ពោះទៅឯរថភ្លើងរបស់ប៊ីបាអ្នកនាងអាយ៉ាមេក៏សរសើរថា Shogun ពិតជាមានសំណាងណាស់ដែលមានកូនប្រុសដូចជាប៊ីបាហើយប៊ីបាក៏តបទៅវិញថាខ្ញុំមិនលែងជាកូនរបស់ Shogun តទៅទៀតហើយខណៈពួកគេកំពុងធ្វើដំណើរទៅកាន់រថភ្លើងពួកគេក៏បានជួបប្រទះនៅម៉ាស៊ីនខូចនៅពាក់កណ្ដាលផ្លូវហើយប៊ីបាក៏សម្រេចចិត្តចោះទៅជួយធ្វើជាងហើយអ៊ីកូម៉ាក៏សម្រេចចិត្តជួយប៊ីបាដូចគ្នាហើយក្នុងអំឡុងពេលពួកគេទាំងពីរកំពុងតែជួយធ្វើម៉ាស៊ីនរៀងៗខ្លួននោះអ៊ីកូម៉ាក៏បាននិយាយទៅកាន់ប៊ីបាថាគាត់ស្គាល់ប៊ីបាតាមរយៈមូមេដែលជាអ្នកប្រាប់មូមេថាអ្នកទុនខ្សោយត្រូវតែស្លាប់ហើយប៊ីបាបានប្រាប់ទៅកាន់អ៊ីកូម៉ាវិញថាគាត់និយាយបែបនេះទៅកាន់មូមេព្រោះគាត់ចង់ឲ្យមូមេខ្លាំងនៅខ្លួនឯងដោយមិនមានគាត់ហើយឲ្យនាងអាចសម្លាប់កាបាណេបានដោយខ្លួនឯងហើយខណៈពួកគេកំពុងតែនិយាយគ្នាក៏មានកាបាណេជាច្រើនចូលមកលុកលុយនៅស្ថានីយ៍មួយនេះなんて数だ防ぎきれるのかこんなのហើយនៅពេលនោះប៊ីបាក៏បានដឹកនាំទ័ពរបស់គាត់ហើយនឹងរថភ្លើងគាត់ជិះចេញខាងក្រៅដើម្បីសម្លាប់កាបាណេទាំងអស់ហើយយើងឃើញថាកងទ័ពរបស់ប៊ីបាពិតជាមានបទពិសោធន៍ក្នុងការសម្លាប់កាបាណេមែនទែនដែលពួកគេសម្លាប់កាបាណេបានយ៉ាងងាយស្រួលហើយខណៈពេលនោះអ៊ីកូម៉ាក៏បានចុះមកជួយសម្លាប់កាបាណេដូចគ្នាហើយយើងឃើញថានៅខណៈពេលនោះមានកងទ័ពរបស់ប៊ីបាម្នាក់ត្រូវបានខាបាណេខំហើយភ្លាមដែលខាបាណេបានខំគេនោះគេក៏បានសម្លាប់ខ្លួននៅនឹងកន្លែងតែម្ដងស្របពេលនោះយើងឃើញមានខាបាណេមួយដែលវាមានឈ្មោះថាវ៉ាសាតូរីហើយយើងឃើញថាក្រកកំភ្លើងល្មមៗគឺបាញ់បញ្ចូលវាឡើយភ្លាមនោះមូមីហើយនិងហូរ៉ូប៊ីក៏បានចាប់ដៃគ្នាដើម្បីកម្ចាត់នៅអាវ៉ាសាតូរីខាបាណេនោះហើយខណៈពេលនោះទៅយើងដឹងថាហូរ៉ូប៊ីក៏ជាកាបាណេមួយរូបដែរខណៈពេលនោះពួកគេបានរួមដៃគ្នាសម្រាប់អាបិសាចកាបាណេនោះបានយ៉ាងងាយចំណែកឯនៅជ្រុងម្ខាងទៀតយើងឃើញថាអ៊ីណូគូកំពុងតែចូលជួបនឹងប៊ីបាហើយអ៊ីណូគូបាននិយាយទៅកាន់គាត់ថាគាត់នឹងអាចបម្រើប៊ីបាបានហើយប៊ីបាបាននិយាយទៅកាន់អ៊ីណូគូវិញថាឯងមិនមែនមកបម្រើយើងទេតែឯងមកសម្រាប់ខ្ញុំហើយបន្ទាប់ពីនិយាយគ្នារួចមកពួកគេទាំងពីរក៏បានបើកឆាកប្រយុទ្ធគ្នាដែលអ៊ីណូគូគឺគ្មានគីឡូជាមួយនឹងប៊ីបាទេប៊ីបាដាក់ប្រមាណដៃគឺគាត់ដួលបាត់ទៅហើយមិនចាំយូរប៊ីបាបានសម្លាប់អ៊ីណូគូបាត់ទៅដែលអ៊ីកូម៉ាបានឃើញហើយពិតជាខឹងខ្លាំងមែនទែនក្នុងឡោមពេលនោះសារីបានដឹកនាំទ័ពគាត់ទៅសម្លាប់អ្នកដែលមានគំនិតចង់សម្លាប់ប៊ីបាតែមកមើលប៊ីបាហើយនៅនាងអាយ៉ាមេវិញខណៈពេលនេះប៊ីបាបានស្នើសុំឲ្យអ្នកនាងអាយ៉ាមេហើយនិងប្រជាជនរបស់ខ្លួនទៅតាមខ្លួនដោយសារតែផ្លូវទៅទីក្រុងរបស់ Shogun នៅគឺផ្លូវតែមួយហើយអ្នកនាងអាយ៉ាមេក៏មិនបានបដិសេធក្នុងរឿងនេះដែរហើយនៅរងាបន្ទាប់រថភ្លើងពួកគេទាំងពីរក៏បានតបជាប់គ្នានិងចេញដំណើរទៅទីក្រុងរបស់ Shogun នៅទាំងអស់គ្នាហើយនៅក្នុងរថភ្លើងនេះវិញអ៊ីកូម៉ាបានកំពុងនិយាយជាមួយនឹងតាកូមីតែគាត់ប្រាប់រឿងមួយទៅកាន់តាកូមីដែលរឿងនោះគឺជាប៊ីបាគឺជាតែម្នាក់ដែលប្រែមូមេទៅជាខាបាណារីហើយគ្រាន់តែឮភ្លាមតាកូមីក៏បានបបួលអ៊ីកូម៉ាទៅនិយាយគ្នានៅខាងក្រៅហើយសាច់រឿងបានកាត់ទៅកាន់អតីតកាលនៅពេលដែលមានបរិមម្នាក់បានសម្លាប់នៅម្ដាយរបស់មូមេហើយអ្នកដែលជួយមូមេនៅពេលនោះគឺជាប៊ីបាហើយប៊ីបាបាននិយាយទៅកាន់មូមេថាបើឯងចង់រស់ត្រូវតែសម្លាប់ម្នាក់នេះឲ្យបានហើយមូមេក៏បានយកដាវហក់ចាក់សម្លាប់បរិមម្នាក់នោះឲ្យស្លាប់បាត់ទៅហើយបន្ទាប់ពីសម្លាប់បរិសដែលសម្លាប់ម្ដាយរបស់ខ្លួនរួចមកប៊ីបាបាននិយាយទៅកាន់មូមេថាប្រសិនបើឯងខ្លាំងជាងនេះម្ដាយរបស់ឯងនឹងមិនស្លាប់ឡើយរស់នៅដោយខ្លួនឯងនិងកុំរពឹងអ្វីពីអ្នកដទៃហើយឈ្មោះថ្មីរបស់ឯងគឺជាឈ្មោះមូមេហើយយើងឃើញថាអ្នកដែលកែប្រែមូមេទៅជាកាបាណារេនោះគឺប៊ីបានេះឯងតែមកមើលពេលបច្ចុប្បន្នវិញពេលនេះប៊ីបាបានបញ្ជាឲ្យមូមេទៅយកសោ Master Key ពីអ្នកនាងអាយ៉ាមេបន្ទាប់មកសាច់រឿងបានកាត់ទៅក្នុងបន្ទប់មួយដែលក្នុងបន្ទប់នោះសម្បូរទៅដោយកាបាណេនិងមានដុំពណ៌ខៀវមួយផងដែរបន្ទាប់មកប៊ីបាក៏បានសួរចម្លើយទៅកាន់បរិរម្នាក់ដែលព្យាយាមសម្លាប់គាត់នៅកាលពីលើកមុនថាឯងមែនទេគឺជាអ្នកដែលទុកយើងចោលឲ្យស្លាប់កាលពី10ឆ្នាំមុនហើយបរិរម្នាក់នោះបានឆ្លើយថាទេមិនមែនជាខ្ញុំទេនេះគឺជាគំនិតរបស់ពុកឯង
ដែលជាចូលកាត់នឹងឯងតែប៊ីបាក៏មិនបានទុកជីវិតឲ្យគេដែរឬក៏សម្លាប់គេទៅបាត់កាន់មកមើលមូមេវិញម្ដងពេលនេះនាងកំពុងតែគម្រាមយក Master Key ពីអ្នកនាងអាយ៉ាមេដែលភ្លាមយូគីណាក៏បានចូលមកនឹងហោចកូនសៅមួយឲ្យទៅកាន់មូមេដែលប្រាប់ថានេះគឺជា Master Key ហើយមូមេក៏បានយកសៅនោះប្រគល់ទៅឲ្យប៊ីបាតែប៊ីបាប្រាប់ថានេះមិនមែនជាសៅ Master Key ទេហើយខណៈពេលនោះអ៊ីកូម៉ាបានធ្វើការគោះទ្វារមួយទំហឹងដែលសារគាត់ដឹងថានៅខាងក្នុងនោះគឺមានកាបាណេជាច្រើនភ្លាមនោះមូមេបានចេញមកហើយបាននិយាយប្រាប់គាត់ថាប្រសិនបើគាត់ហ៊ានតែចូលទៅក្នុងនោះភ្លាមពួកគេនឹងសម្លាប់គាត់ភ្លាមបន្ទាប់មកមូមេក៏បន្តប្រាប់អេកូម៉ាថាត្រូវហើយនៅក្នុងនោះពិតជាមានកាបាណេមែនហើយខាបាណេតែនោះគ្រាន់តែទុកធ្វើការពិសោធន៍តែប៉ុណ្ណោះហើយនាងចង់ក្លាយទៅជាខាបាណារីដែលខ្លួនឯងមិនមែនប៊ីបាបង្ខំឡើយបន្ទាប់ពីនិយាយប្រាប់រឿងអស់ហើយមូមេក៏បានចាក់ចេញប៉ុន្តែអ៊ីកូម៉ាមិនព្រមឲ្យនាងចាក់ចេញទេបង្ខំឲ្យនាងទៅតាមគាត់ហើយគាត់បាននិយាយទៅកាន់មូមេថាប៊ីបាមិនមែនជាមនុស្សល្អទេដែលគាត់បានប្រើអំណាចរបស់គាត់ទៅសម្លាប់មនុស្សដែលគ្មានដឹងអីហើយមូមេពិតជាមិនជឿអ៊ីកូម៉ាទេហើយនាងបាននិយាយថាបងប្រុសរបស់នាងមិនមែនជាមនុស្សចឹងទេហើយនាងពិតជាចង់នៅជាមួយនឹងបងប្រុសនាងនិយាយរួចហើយនាងក៏បានចាក់ចេញទៅបាត់ទៅបន្ទាប់ពីមូមេបានចាក់ចេញទៅអ៊ីកូម៉ាបានប្រាប់អាយ៉ាមេនិងតាគូមីថាប៊ីបាមិនមែនជាវីរបុរសទេគឺគាត់បានញញឹមនៅពេលដែលគាត់បានសម្លាប់អ៊ីណូគូនឹងហើយអ្នកទាំងអស់គ្នាថ្ងៃនេះភាគនេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយអ្នកដែលមិនទាន់ Subscribe សូមជួយ Subscribe ផងណាហើយខ្ញុំនឹងនិយាយទៅកាន់អ្នកនៅភាគបន្ទាប់សូមអរគុណសូមជម្រាបលា